បងនៅរយៈបែនបានសុំមិត្តស្រីរបស់គាត់រៀបកាយក្រោយពីបានស្រឡាញ់គ្នាអស់រយៈពេល5ឆ្នាំហើយខាងស្រីគេថាមិនគេថាយល់ព្រមខ្ញុំក៏បានចូលរួមកម្មវិធីរបស់គាត់ដែរហើយក៏បានថត vlog មួយចំនួននៅពេលដែលខ្ញុំបានចូលរួមកម្មវិធីរបស់គាត់ផ្ទាល់អញ្ចឹងយើងទៅមើលទាំងអស់គ្នាឥឡូវនេះម៉ោង2ជិតដល់ម៉ោងមែនតើហើយបងរយៈគាត់ប្រាប់ខ្ញុំថាម៉ោង3ទៅ3កន្លះឬក៏ម៉ោង4ស៊ីសងទៅលើកម្ដៅរបស់មេឃចាស់ស្ដែងគាត់នឹងរៀបចំជាមួយនឹងការ proposal ការសារភាពទៅកាន់ដៃគូរបស់គាត់សុំរៀបការតែឥឡូវនេះខ្ញុំមកទិញកៅអៅថ្មីមួយសិនតែថាអាវនេះអាវខ្ញុំនឹងវារៀងយាកហើយរៀងពាក់ច្រើនកម្មវិធីពេកយើងទិញកៅអៅហើយឥឡូវនេះតាមផ្លូវទៅវិញជិតដល់ម៉ោងហើយឥឡូវនេះយើងកំពុងតែដល់ច្រកចូលសាឡាងហើយនេះចឹងឥឡូវនេះយើងបានឡើងមកដល់លើសាឡាងហើយកំពុងតែចេញដំណើរទៅកោះអរិយខ្សាត់ហើយនៅក្នុងកម្មវិធីរបស់បងនរៈនេះគឺមាន influencer មាន influencer content creator ទៅច្រើនដូចជាខ្ញុំដូចជាអ្នកប្រពន្ធរបស់ខ្ញុំចូលទីមកអូខេព្រោះឲ្យមាន creator ជាច្រើនទៀតខ្ញុំនឹងថតគាត់ម្នាក់មួយមកឥឡូវយើងមកដល់ទីតាំងហើយយើងមកជួបណាគេជា content creator ចូលរួមកម្មវិធីនេះខ្លះទី1លេងមួយទៀតបរោះដែលនិយាយច្រើនតែ2នាក់អាចតែជួបគ្នាហៅហៀងជាមួយនឹងលីមង្គលលីបងស៊ី5000ឬក៏ follow page ខ្ញុំភ្លេចប្រាប់មានបងប្រុសខ្ញុំម្នាក់ទៀតមកពីខេត្តសៀមរាបជួយ support business គាត់ផងជួលម៉ូតូមានដូចជាបងសែលសម្បត្តិប្រពន្ធរបស់សម្បត្តិមានជាមួយនឹងនារីហើយប្រពន្ធរបស់ខ្ញុំពងអោគ្នាខ្ញុំអត់យល់ទេសមាជិករបស់ JT ម្នាក់ទៀតបងតាប់ឡូហើយបងបាក់ជើងឥឡូវនេះយើងបានឃើញថា content creator ណាខ្លះចូលរួមហ្នឹងអញ្ចឹងមកសួរចំណាប់អារម្មណ៍ថាគាត់មានអារម្មណ៍ភ័យហើយមានពាក្យជូនពរអីទៅបងតារៈជាមួយនឹងដៃគូរបស់គាត់អត់សម្រាប់ខ្ញុំមានអារម្មណ៍ថារំភើបជំនួសបងនរៈជាមួយនឹងបងសាលីណាខ្ញុំគិតថាគូមួយតម្រាំទៅដល់ជំហាននេះគឺអស្ចារ្យមែនតើជូនពរឲ្យបងរៈមួយបងសាលីណាស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នងអារម្មណ៍បងបង្ហាញនេះអៀនជំនួសម្ចាស់គេបងណាគ្នាបាទចាំតែមើលថាកូនកំមុំគាត់ surprise ប៉ុណ្ណាខឲ្យខ្ញុំចូលមកខ្ញុំ surprise បាទនេះចឹងយើងចាំមើល reaction របស់ខ្ញុំរំភើបផងយើងរំភើបខ្លាំងហើយជូនពរឲ្យទាំងពីរខ្លាចគ្នាជារៀងរហូតបាទអៀននេះមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនតើនិយាយទៅកម្មវិធី surprise នេះធំខ្លាំងសូម្បីតែខ្ញុំក៏ surprise ដែរបាទខ្ញុំស្មានតែមកធ្វើធម្មតាប៉ុន្តែមកអូដល់ក៏និយាយទៅនៅតែបួរក៏ជួយមួយទៀតហ្នឹងមែនសម្រាប់ចំណាប់អារម្មណ៍របស់ខ្ញុំទស្សនវិជ្ជាមួយនេះគូសាមែនតើប្លែកហើយបើសិនជាខ្ញុំជាបងនរៈវិញក៏ខ្ញុំមានអារម្មណ៍ភ័យដែរអារម្មណ៍មួយដែលគេហៅថាដល់មួយចំហៀនទៀតណាបើថាយើងឡើងទៅមួយចំហៀនទៀតចឹងទៅវាធ្វើឲ្យអារម្មណ៍របស់យើងនោះវាក្តុកក្តួលអញ្ចឹងមានអារម្មណ៍ថារំភើបជូនពរឲ្យខាងស្រីសេយេអញ្ចឹងពីខ្ញុំទៅនៅពេលដែលមកដល់កម្មវិធីមានអារម្មណ៍ថាភ័យតិចតិចដែរហើយខ្ញុំស្គាល់បងនរៈបានរៀងយូរឆ្នាំដែរពីខ្ញុំទៅបងនរៈគឺជាមនុស្សម្នាក់ដែលគាត់ caring មែនតើហើយគាត់ខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនគាត់ហើយនៅពេលដែលខ្ញុំនៅមួយគាត់គឺខ្ញុំទទួលបាននូវភាពកក់ក្ដៅពីគាត់អញ្ចឹងសង្ឃឹមថាកម្មវិធីមួយនេះគឺនឹងទៅរលូនយកហ្មងហើយសង្ឃឹមថាបងទាំងពីរនឹងស្រឡាញ់គ្នារហូតហើយមួយទៀត Happy Life ខុស script Happy Wife Happy Life ឃើញអ្នក single ឥឡូវគេចាប់ផ្ដើមមានគូបដាហើយនេះមកចូលរួមកម្មវិធីបងនរៈដែរតែអត់មានអារម្មណ៍ថាភ័យព្រោះយើងចាំមើលអ្នកលៀបភាពនៅលីវគាត់មានអារម្មណ៍មិនចាំមើលគាត់រំភើបអូយរំភើបមានអារម្មណ៍ថារំភើបចាំមើលថាតើបងសាលីស្រក់ទឹកភ្នែកប៉ុន្មានរយដំណក់ខ្ញុំបាច់ជូនពរដឹងតែបងសាលី say yes 100%ព្រោះអីគេស្នេហាតាំងពីក្មេងអត់ស្នេហាតាំងពីវ័យកុមារអារម្មណ៍របស់ខ្ញុំគឺភ័យប៉ុន្តែខ្ញុំភ័យត្រង់ចំណុចមួយគឺថាខ្លាចមេឃភ្លៀងព្រោះគាត់ធ្វើ outdoor អញ្ចឹងគឺថាខ្លាចមេឃភ្លៀងទៅកម្មវិធីគឺពិបាកប៉ុន្តែខ្ញុំ hopefully សង្ឃឹមថាមេឃអត់ភ្លៀងព្រោះមេឃនេះម្ដងសតុំម្ដងបើកថ្ងៃម្ដងសតុំបងបើកថ្ងៃអញ្ចឹងណាហើយប្រងមិញភ្លៀងតែយើងចាំមើលចាស់ស្ដែងអូខេមុននឹងគាត់មកដល់កន្លែងកម្មវិធីយើងទៅមើលចិត្តសិនថាមានរៀបចំអីគេខ្លះព្រោះការរៀបចំរបស់គាត់គឺស្អាតមែនតើនេះរបស់គាត់បែបនេះដាក់ Marry Me ហើយពេលដែលកម្មវិធីចាប់ផ្ដើមគឺមានភ្លើងមានអីចឹងមានផ្កាស្អាតណាស់ហើយកន្លែងនេះវិញគឺតុកដែលតិចទៀតយើងចាប់កម្មវិធីហើយយើងអង្គុយញ៉ាំអីនៅនឹងជុំគ្នានេះផ្លាកដែលគាត់រៀបចំ Will You Marry Me អូលយណាទាំងអស់គ្នានេះហើយគឺជាកន្លែងដែលគាត់នឹងមានការសុំរៀបការបាទអូរំភើបមែនតើហើយកន្លែងនេះគាត់មានការរៀបចំជា buffet នេះកន្លែងនេះតុកអង្គុយជុំគ្នាហើយកន្លែងកម្មវិធីគាត់នៅកណ្ដាលតែម្ដងជាមួយនឹង view គឺមាត់ទន្លេកម្មវិធីគាត់នេះមិនមែនធ្វើតូចទេណាយើងសម័យគាត់ប្រាប់ជាមកទៅតាយម៉ែដល់ពេលរៀបចំមកគឺគាត់ចិត្តមកដល់ហើយរងចាំតែគាត់មកយើងចូលពួនហើយ surprise ទាំងអស់គ្នាបាទឥឡូវនេះយើងនាំគ្នាចូលព្រៃដើម្បីពួនតិចតំណាំរបស់គេអត់នេះនឹងបោះណាគេតែ Thằng một buôn chẳng
ពួនលាក់កុំឲ្យបងរាក់ឃើញទីទៀតគាត់មកដល់ហើយឥឡូវនេះឮដំណឹងថាគាត់មកដល់ហើយបាទគេថាម្នាក់គឺមកពួននៅនេះទាំងអស់ចាំមើលថាតើខាងស្រីឬក៏ខាងប្រុសអ្នកស្រក់ទឹកភ្នែកច្រើនជាងគេ Say something like you love me and make my day like you always do, like you always do. Hold my hand and look me in the eyes so I can tell you how I feel, tell you how I feel. Every day is something new. Will you make me the happiest man in the world and marry me? Yes. Trông xe dùm tiếc Dùm Biết mà cho không có lại bao chân tôi bánh tân lại cái thế អរេនិយាយទៅតាំងពីថ្ងៃរៀបចំមកគឺគាត់អត់ដឹងសោះគាត់អត់ដឹងហើយអរគុណអ្នកស្នាក់នៅនៃទាំងអស់គឺគាត់រួមចំណែកក្នុងការជួយសប្បាយទាំងអស់បាយវិញញាក់ផ្នែករហូតដល់ខ្ញុំសួរអរេផងមិនគាត់ថាលបួលពោះខ្ញុំបារម្ភថាតែពេលលុតតកងសុំឲ្យគាត់រត់ទៅជួយខ្ញុំថាអាឡាជីមែនថតអំពីទេហើយក៏មែនចង់ដែរចាំឲ្យគាត់ថានេះគេជោគជ័យកំពូលអ្នករៀប plan លើលោកថ្ងៃទៅយកថ្ងៃទៅយកខ្សែទឹកកាមេរ៉ាមែនទេមិនយកខ្សែទេទៀតបាត់គឺទៅរៀបគម្រោង Jesus yeah ថ្ងៃ6 ខែ 6 2026ថ្ងៃដែលបងរាក់គាត់សូមដៃគូគាត់រៀបការ ឥឡូវកម្មវិធីគាត់គឺជោគជ័យអីបាទខាងស្រីនិយាយថាអូខេខ្ញុំនឹងរៀបការឥឡូវនេះយើងមកស្ដាប់ចំណាប់អារម្មណ៍របស់ពួកគាត់ទាំងពីរនាក់វិញម្ដងថាតើការរៀបចំកម្មវិធីពួកគាត់នេះគាត់មានអារម្មណ៍យ៉ាងណាស្មោះត្រង់ខ្ញុំភ័យមែនភ័យខ្លាំងហ្មងដោយសារតារៀបចំនេះគឺខ្ញុំព្យាយាមធ្វើឲ្យគាត់ដឹងសោះហ្មងហើយអរគុណទៅដល់មិត្តភ័ក្តិក៏ដូចជាមិត្តភ័ក្តិ creator ទាំងអស់ដែលបានជួយ support ជួយឲ្យយោបល់ជួយឲ្យ idea ជួយរៀបចំដើម្បីធ្វើឲ្យកម្មវិធីនេះកើតឡើងខ្ញុំពិតជាសប្បាយចិត្តហើយខ្ញុំអរគុណអ្នកទាំងអស់គ្នាទីបំផុតខ្ញុំមានប្រពន្ធហើយខ្ញុំទៅពេលជិះចូលមកស្មាចូលកម្មវិធីគេហើយឲ្យគាត់នឹងបកទៅផ្ទះវិញណាបកសុំម៉ារីមែនទេចូលខុសកន្លែងអញ្ចឹងណាមែនអត់មានបានដឹងរំពឹងថានឹងមានអញ្ចឹងសោះស្មិនកញ្ចក់ក៏អត់មានដែរនេះអូរំភើបក្រែយមែនឡើងញ័រដៃអត់តាន់ផាត់ទេបាទនិយាយទៅកម្មវិធីបងរាក់នេះគាត់ប្រាប់ខ្ញុំថាសាបធម្មតាប៉ុន្តែអ្នកខ្ញុំឲ្យមើលមួយជាអូបយអញ្ចឹងកម្មវិធីបងរាក់សាបជាទីកណោនេះអញ្ចឹងណាអូកម្មវិធីសាបធម្មតាជីវិតខ្ញុំពេលនេះគឺនៅលើទឹកដៃបងរាក់ហើយបាទសិនតែបើកកណោបើកអីទៀតអូឥឡូវនេះយើងបានឡើងមកដល់លើគោកវិញហើយបាទដល់វគ្គដែលយើងញ៉ាំ
buffet ម្ដងកម្មវិធីបងប្រុសខ្ញុំគឺគាត់ប្រាប់ធម្មតាសាបណាគឺលក្ខណៈគ្រួសារ ឥឡូវនេះមាន sushi ពេញតុកហើយកន្លែងនោះ buffet ហើយកន្លែងនេះ omakase សាបនិយាយទៅកម្មវិធីគាត់គឺមាន buffet មានអីចឹងប៉ុន្តែអ្វីដែលជា star ហ្មងណាគឺមាន omakase បាទអានេះមាន caviar មានអីឥឡូវយើងភ្លក់មួយហ្មងកម្មវិធីគាត់ធម្មតាបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបាយអញ្ចឹងជាចុងក្រោយគឺសូមអបអរសាទរម្ដងទៀតទៅដល់បងនរៈនិងបងសាលីចំពោះកម្មវិធីការសូមរៀបការនេះគឺមើលមកគឺពិតជាលយពិសេសមែនតើហើយខ្ញុំដឹងថាបងសាលីគឺគាត់សប្បាយចិត្តខ្លាំងហើយបងនរៈក៏គាត់ធូរចិត្តដែរដោយសារតែការរៀបចំរបស់គាត់នេះគឺខ្ញុំបានឆ្លើយឆ្លងសួរគាត់តិចតួចគឺគាត់មានការភ័យហើយ stress ខ្លាចអត់រលូនអីអញ្ចឹងណាប៉ុន្តែនៅពេលដែលកម្មវិធីចាក់ស្ដែងគឺមានភាពរលូនហើយមានការចូលរួមពីមិត្តភ័ក្តិមានការអបអរពីមិត្តភ័ក្តិច្រើនមែនតើអញ្ចឹងសូមអបអរសាទរម្ដងទៀត congratulations ហើយពួកខ្ញុំទាំងអស់គ្នារងចាំថ្ងៃដែលពួកបងចូលរោងការ